បងប្អូនណាដែលចូលចិត្តញ៉ាំឆៅគួយខ្មែរឬក៏ចាស់គួយខ្មែរហើយចង់ចេះពីរបៀបធ្វើអាចមើលក្នុងវីដេអូនេះបានងាយហើយឆាប់បានញ៉ាំទៀតជាពិសេសបងប្អូនណាដែលក្តៅក្នុងអីញ៉ាំអានេះគឺត្រូវខ្លាំងមែនតើហ្មងហើយនេះញ៉ាំបានជាមួយទឹកខ្ទិះតែគុជឬក៏ញ៉ាំជាមួយទឹកដោះគោខាប់ធម្មតាក៏បានដែរសម្រាប់គ្រឿងផ្សំដំបូងនេះនេះគឺជាម្សៅឆៅគួយឬក៏ម្សៅចាស់គួយហ្នឹងណាបងប្អូនមកកញ្ចប់ហ្នឹងគឺវាមានចំនួន2ខាំដំបូងហ្នឹងយើងចាក់វាចូលក្នុងចានហើយយើងលាយជាមួយទឹកធម្មតាមកណាបងប្អូនទឹកត្រជាក់ធម្មតាហ្នឹងចាក់ទឹកចូលម្ដងតិចហើយកូរវាឲ្យរលាយចូលជាមួយទឹកសព្វល្អមកអានេះបើសិនជាយើងចាក់ទឹកម្ដងច្រើនហ្មងបងប្អូនដឹងតកកដុំពិបាកកូរវាហ្មងហើយសម្រាប់ម្សៅមកកញ្ចប់ហ្នឹងដំបូងគឺយើងលាយជាមួយនឹងទឹកចំនួនកន្លះលីត្រសិនបន្ទាប់មកយើងមកដាក់ដាំទឹកបន្ថែមទៀតដើម្បីយើងធ្វើចាហួយហ្នឹងសម្រាប់ទឹកដែលខ្ញុំបន្ថែមហ្នឹងគឺ1លីត្រកន្លះបងប្អូនសរុបទៅទឹកដែលខ្ញុំប្រើទាំងអស់ហ្នឹងគឺមានចំនួន2លីត្រហើយនៅក្នុងទឹកហ្នឹងខ្ញុំបានបន្ថែមស្លឹកតែមួយស្លឹកដើម្បីឲ្យចាហួយខ្មែររបស់យើងធ្វើចេញមកវាមានក្លិនឈ្ងុយអញ្ចឹងណាហើយសម្រាប់ស្លឹកតែនេះបងប្អូនទុកវាឲ្យពុះប្រហែលជាខ្ទង់3-4នាទីឲ្យវាចេញក្លិនល្អសិនចាំយើងស្រង់វាចេញហើយបន្ថយភ្លើងឲ្យនៅតិចបានហើយបងប្អូនបន្ទាប់ពីនឹងមកចាំយើងយកម្សៅចាហួយដែលយើងលាយជាមួយទឹកហ្នឹងប៉ុន្តែមុននឹងចាក់ចូលបងប្អូនកូរវាបន្តិចមកដើម្បីកុំឲ្យវារងឬក៏ក្រាំងនៅនឹងបានអញ្ចឹងទៅពេលដែលយើងចាក់ចូលភ្លាមយើងកូរវាភ្លាមណាបងប្អូនសម្រាប់ភ្លើងកុំប្រើខ្លាំងពេកប្រើភ្លើងតិចមកល្មមបានហើយហើយយើងកូរនៅលើភ្លើងហ្នឹងបាច់ញាប់ដៃទេបងប្អូនកូរមួយប្រហែលជាខ្ទង់3-4នាទីនិយាយទៅយើងកូររហូតទាល់តែម្សៅចាហួយរបស់យើងហ្នឹងវាឡើងពុះហើយនេះបើសិនជាយើងអត់កូរវាទេទុកវាចោលតតែវាពុះហ្មងដឹងតែខ្លោចបានបងប្អូនហើយបើសិនជាវាខ្លោចបានគឺវាឡើងឈ្ងៀមអត់ទៅជាឈ្ងុយទេបងប្អូននិយាយទៅអានេះយើងទុកតែវាពុះខូចបន្តិចប៉ុណ្ណឹងយើងបិទភ្លើងមកបន្ទាប់ពីបិទភ្លើងហើយយើងកូរវាបន្តិចមកណាបងប្អូនកូរឲ្យវាកុំឲ្យវាក្រាំងនៅនឹងបានអញ្ចឹងទៅកូរវាតែ4-5ត្រឡប់ទៀតយើងអាចលើកវាដាក់ចុះចាក់ចូលក្នុងចានបានហើយបើសម្រាប់ចានវិញខ្ញុំណែនាំឲ្យបងប្អូនប្រើចានថ្មសម្រាប់ចានថ្មអញ្ចឹងវាឆាប់ត្រជាក់ហើយណាមួយវាអត់ជាប់ចានទៀតសម្រាប់ខ្ញុំគឺខ្ញុំអត់ប្រើចានដៃទេបងប្អូនដាក់ចានដៃវារាងក្រត្រជាក់បន្តិចហើយសម្រាប់ចាហួយខ្មែរនេះទុកចោលប្រហែលជាខ្ទង់15ទៅ20នាទីអីគឺវាចាប់ផ្ដើមកអីហើយក្នុងកំឡុងពេលហ្នឹងគឺយើងមកធ្វើទឹកខ្ទិះអីហើយសម្រាប់បងប្អូនណាដែលមានរបៀបធ្វើតោះខ្លួនអាចធ្វើតាមខ្លួនឯងបានប៉ុន្តែបើសិនជាបងប្អូនអត់ចេះទេអាចមើលក្នុងវីដេអូខ្ញុំបានដំបូងគេហ្នឹងយើងដាក់ដាំទឹកហើយបង់ស្លឹកតើយចូល3-4ស្លឹកសិនមកដើម្បីឲ្យទឹកខ្ទិះរបស់យើងវាមានក្លិនឈ្ងុយបន្ទាប់ពីទឹកពុះហើយខ្ញុំបន្ថែមស្ករត្នោតចំនួន1ស្លាបព្រាបាយអំបិលម្ជប់ជាមួយនឹងទឹកដោះគោខាប់នឹងប្រហែលជាខ្ទង់2-3ស្លាបព្រាបាយសម្រាប់ការធ្វើទឹកខ្ទិះរបស់ខ្ញុំនេះគឺខ្ញុំអត់ប្រើស្ករសទេណាបងប្អូនគឺខ្ញុំប្រើស្ករត្នោតលាយជាមួយនឹងទឹកដោះគោខាប់ហើយយើងបន្ថែមស្លឹកតើយអញ្ចឹងទៀតក្លិនគឺឈ្ងុយល្អខ្លាំងមែនទែនបន្ទាប់ពីយើងកូរគ្រឿងទាំងអស់នឹងរលាយសព្វល្អហើយបាទខ្ញុំភ្លក់មើលបន្ទាប់ពីនឹងមកគឺខ្ញុំបន្ថែមអំបិលតែម្ជប់ទៀតទេបងប្អូនដើម្បីឲ្យរសជាតិរបស់វានឹងរៀងដិតតែអញ្ចឹងណាយើងថែមថយគ្រឿងត្រូវរសជាតិអស់ហើយយើងបន្ថយភ្លើងឲ្យនៅតូចបានហើយបងប្អូនហើយចាំចាក់ខ្ទិះដើមចូលចុងក្រោយគេសម្រាប់ខ្ទិះដើមនេះបងប្អូនចង់ប្រើជាខ្ទិះដូងកំប៉ុងដូចខ្ញុំអញ្ចឹងក៏បានឬក៏ខ្ទិះដូងធម្មតាក៏បានដែរតែប៉ុណ្្នឹងមកទឹកខ្ទិះរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់ចាហួយខ្មែររបស់យើងនេះបន្ទាប់ពីទុកប្រហែលជាខ្ទង់20នាទីបងប្អូនគឺវាបានកកឲ្យដូចដែលបងប្អូនបានឃើញអញ្ចឹងអានេះគឺវាអត់ជាប់ចានសូម្បីតែបន្តិចហ្មងបងប្អូនអានេះគឺចាក់មកចេញអញ្ចឹងហ្មងហើយនេះគឺយើងអត់មានទុកក្នុងទូទឹកកកអីណាបងប្អូនទុកចោលតែនៅក្រៅធម្មតានឹងតែមកផ្លែតគឺវាឡើងកកអីហើយសម្រាប់ចាហួយខ្មែរនេះបងប្អូនចង់កាត់មិនក៏បានដែរចង់កាត់ជាកង់ដូចខ្ញុំអញ្ចឹងក៏បានតូចក៏បានហើយបើថាអ្នកលក់ផ្អែមវិញគឺគេមានអាកបាត់រៀងជ្រួញបងប្អូនកាត់មកវាមានម៉ូតមានអីអញ្ចឹងណាហើយនេះធ្វើហើយយើងអាចទុកក្នុងទូទឹកកកបានដែរបងប្អូនទុកបាន3-4ថ្ងៃដែរបើសិនជាយើងធ្វើញ៉ាំសអញ្ចឹងទៅអានេះបងប្អូនចង់ញ៉ាំស្រោចទឹកខ្ទិះដូចខ្ញុំអញ្ចឹងក៏បានទឹកដោះគោខាប់ធម្មតាក៏បានឬក៏ញ៉ាំជាមួយតែគុយក៏បានដែរហើយសម្រាប់ម្សៅចាហួយខ្មៅមួយកញ្ចប់ដែលខ្ញុំប្រើហ្នឹងគឺមានចំនួន2ខាំបងប្អូនខ្ញុំបញ្ជាក់ឡើងវិញមួយកញ្ចប់ហ្នឹងគឺប្រើទឹកចំនួន2លីត្រហើយបើសិនជាបងប្អូនណាដែលចង់ប្រើទឹកកន្លះកញ្ចប់ទេអាចប្រើទឹកត្រឹម1លីត្រអញ្ចឹងទៅហើយចាហួយខ្មៅនេះគឺយើងអាចរកទិញបានតាមតូបចាប់ហួយតាមផ្សារទំនើបតាមម៉ាតអីបងប្អូនគឺមានហើយនេះគឺខ្ញុំទិញនៅតូបផ្សារធម្មតាបងប្អូនមួយកញ្ចប់ហ្នឹងតែ7,000ទេហើយសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាចខមមិនបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ